ខ្ញុំពិតជាវ៉ាវជាមួយនឹងគុណភាពគ្រឿងផ្សំ3មុខនេះមែនតើ3មុខទេបងប្អូនប៉ុន្តែពិតជាជួយឲ្យសក់យើងមានទម្ងន់ហើយមុខឡើងសំខាន់មកអបសក់នេះប្រើបានទាំងមុខទៀតធម្មជាតិងាយបានផលពិតហើយកន្លែងនេះខ្ញុំភ្លេចគិតតែប្តីខ្ញុំទៅអាវសបងប្អូននឹងហៅគ្នាយកមកលាបឲ្យបលាអាវមកដុំបាត់តែកំភៃបលាអាវនឹងបោកជ្រះបងប្អូនយ៉ាងម៉េចក៏នៅតែខ្ញុំចេញដែរឲ្យតែប្រពន្ធហៅដំបងឡើងខ្ញុំទៅយកអូន Angelica ចេញពីសាលារៀនហើយចូលម៉ាតមិនតិចគេសូគេចង់ញ៉ាំស្ករគ្រាប់នោះ Angelica គេអត់អងយូរគេយកឲ្យប្អូនគេភ្លាមម្ដាយខ្ញុំគាត់មករត់ទិញអង្គតាណាត់ដើម្បីធ្វើសង្ខ្យាញ៉ាំខ្ញុំមកដល់អោបមីពីកញ្ចប់អត់ដឹងទិញអីបងប្អូនរកកន្លែងដែលត្រូវទិញលេងចង់ឃើញបានច្រើនពេកមកតែញយចង់វិញគ្រឿងផ្សំមុនដំបូងគេត្រូវការកាហ្វេបងប្អូនខ្ញុំយក brand នេះកាហ្វេ brand ហ្នឹងបងប្អូនល្អប្រើអញ្ចឹងគ្រឿងផ្សំមុនដំបូងគេគឺយើងត្រូវការកាហ្វេបងប្អូនអត់មានម៉ាក់ដូចខ្ញុំក៏បានដែរឲ្យតែមានកាហ្វេវិធីសាស្ត្រនេះពេលដែលខ្ញុំជម្រាបជូនមុនតាគ្នាហើយបងប្អូននឹងវ៉ាវហ្មងពេលដែលដឹងគុណភាពប៉ុន្តែពេលដែលបងប្អូនមើលខ្ញុំផ្សំគ្រឿងដំបូងចេះបងប្អូនគិតថាសាមញ្ញវាមិនដែរធ្វើឲ្យសក់ទុនសាកបងប្អូនណាផ្សំបន្ទាប់ខ្ញុំមានជាមួយយ៉ាអ៊ូប្រភេទណាក៏បានដែរបងប្អូនយកប្រភេទយ៉ាអ៊ូដែលអត់មានជាតិស្ករបងប្អូនដាក់យ៉ាអ៊ូដូចខ្ញុំកាន់តែល្អកាហ្វេមកខ្ញុំដាក់4ស្លាបព្រាបាយយ៉ាអ៊ូខ្ញុំដាក់4ស្លាបព្រាបាយដូចគ្នាហើយខ្ញុំដាក់ជាមួយនឹងប្រេងដូងត្រជាក់2ស្លាបព្រាបាយបងប្អូនសាកបើសិនជាបងប្អូនឃើញខ្ញុំធ្វើអញ្ចឹងបងប្អូនគិតថាធម្មតាតតែសាកឲ្យបណ្ដឹងថាមិនធម្មតាអបមុខទុនមុខអបសក់ទុនសក់ម្សិលមិញខ្ញុំណែនាំពីវិធីជួយបដោះសក់ឥឡូវនេះណែនាំពីវិធីជួយឲ្យសក់ទុនរលាស់រលោងមានទងន់អូនជីតិកាឃើញខ្ញុំកោក៏គិតថាបេឡុកបេឡគាត់អញ្ចឹងមកងូតម៉ាក់សុំកោដែរម៉ាក់សុំកោដែរកូនតិចតែប៉ុណ្្នឹងគឺរួចរាល់អត់ត្រូវការផ្សំគ្រឿងអីទៀតទេដាក់តែ3មុខនឹងមកឥឡូវនេះសក់ខ្ញុំក៏កំពុងតែទុនដែរបងប្អូនដោយសារតែយុគមិញខ្ញុំប្រើដែរឃើញថាសក់ខ្លួនឯងយើងមានទងន់ហើយរៀងរលាស់សូម្បីតែបង្តិតក៏គាត់ដឹងអីណាផងប្រឡាក់អាវប្តីបាត់ហើយតែមិនជារវៃទេបងប្អូនបោកជ្រេះឲ្យកុំភ័យបងប្អូនមានចាប់អារម្មណ៍ស្បែកមុខខ្ញុំមិនស្បែកមុខបង្តិតទេឃើញគីឡូហើយបងប្អូនថតកាមេរ៉ាសិនហ្នឹងណាឡើងគីឡូភ្លឺថ្លាមានស្នាមពីខាងក្នុងមកហ្មងឥឡូវកុំតនិយាយពីស្បែកមុខនិយាយពីការប្រើប្រាស់មកអបសក់នេះសិនបងប្អូនអបទុកកន្លះម៉ោងមុនពេលកក់សក់នេះអបពេញតសៃសក់ឲ្យកក់សក់ចេញខ្ញុំណែនាំឲ្យកក់សក់ចេញ2ដងបាច់បន្ទន់អីតាមក្រោយទៀតទេលាបឲ្យភ្លាមមានអារម្មណ៍ថាសក់រឹងឆ្កើពេលដែលលាងទឹកចេញសក់ឲ្យស្ងួតបងប្អូននឹងមានអារម្មណ៍ថាសក់បងតាក់នេះទុនរលាស់រលោងជាងមុនហើយមានទងន់មកសំខាន់ឈ្ងុយកាហ្វេពេញសក់វិធីងាយធម្មជាតិបានផលពិតតែបងប្អូនក៏មើលរំលងសាកធ្វើហើយលើមុខអបទុក10ទៅ20នាទីយើងប្រើមកអង្គអញ្ចឹងទឹកចិត្តសម្រាប់បងប្អូនដែលគាត់កំពុងតែមានបញ្ហាស្បែកមុខសរសៃសក់សំខាន់តែស្បែកមុខក៏កាន់តែសំខាន់ទៀតដែរបងប្អូននេះគឺជាស្បែកមុខខ្ញុំមិនយូរអីពេកទេទៅមករយៈឥឡូវដែរទេដែលខ្ញុំព្យាយាមតេស្តផលិតផលថ្មីជាច្រើនមុខជាហេតុធ្វើមុខខ្ញុំឡើងមុនហើយខ្ញុំញិចទៅឡើងស្នេហ៍ដោយសារតែខ្ញុំដឹងថាខ្ញុំមានរបស់ទឹកនៅក្នុងដៃម៉ាអង្គនិងសេរ៉ូមបដោះកោសិកាអញ្ចឹងខ្ញុំអត់ខ្វល់ទេបងប្អូនអត់បញ្ហាសោះមកត្រូវមកឡើងស្នាមប្រប៉ុណ្ណឹងអីឲ្យអ៊ុយហ្មងម៉ាអង្គសេរ៉ូមបដោះកោសិកាមួយសប្តាហ៍យ៉ាងហោចណាស់ខ្ញុំតែងតែប្រើម៉ាអង្គឲ្យបានម្ដងជារៀងរាល់ថ្ងៃពេលព្រឹកឡើងខ្ញុំងើបពីគេងលុបមុខឲ្យស្អាតខ្ញុំលាបសេរ៉ូមវីតាមីនចម្រុះឲ្យ collagen cream លាប collagen cream ក៏លាបលេការពារក្តៅថ្ងៃពីលើពេលថ្ងៃខ្ញុំតែងតែប្រើ3ជាន់បែបហ្នឹងពីមុនខ្ជិលបងប្អូនពេលមុខអត់ស្អាតដល់ទៅពេលបានមុខស្អាតអាសាទៅអូខ្ញុំភ្លេចប្រាប់បងប្អូនទាំងអស់គ្នាពេលយប់ឡើងខ្ញុំលាប collagen cream និងសេរ៉ូមបដោះកោសិកាទៅសម្រាប់បងគាត់តាមដានខ្ញុំគឺដឹងហើយខ្ញុំលាបឲ្យគេពេលយប់ឡើងពេលថ្ងៃឡើងខ្ញុំលាបឲ្យគេអញ្ចឹងសម្រាប់បងប្អូនគាត់អស់ជំរឿជាមួយនឹងការប្រើប្រាស់ផលិតផលអីណាក៏មើលរំលងផលិតផលយូរីណាបងប្អូនប្រើពិតស្អាតពិតអតិជនមិនតិចអ្នកទេដែលគាត់ទទួលបានស្បែកមុខស្អាតពីផលិតផលយូរីសំខាន់គាត់តែងតែបោះសម្ដីមកថាប្រើមុខស្អាតហើយសេវលុយគាត់បានច្រើនទៀតអ្នកណាមិនរំភើបបងប្អូនគាត់ណាលាបឲ្យមុខឡើងចាស់ឡើងគីឡូបែបហ្នឹងអរគុណបងប្អូន